អ្នកទាំងអស់គ្នាអត់ចង់អស់លុយ$500ទេកុំធ្វើរឿងនេះមុនពេលទៅពលានយន្តហើយសោះទៅ$500ត្រឹមតែមួយប្រព្រឹត្តភ្នែកអ្នកទាំងអស់គ្នានឹងបាត់បង់វាភ្លាមតែម្ដងហើយសិនជាទាំងអស់គ្នាធ្វើរឿងនេះទៅវាជាបទពិសោធន៍មួយដែលខ្ញុំគិតថាខ្ញុំចងចាំទុករហូតហ្មងខ្ញុំគិតថាវាក៏ជាលើកទី1ដែរដែលខ្ញុំបាត់បង់លុយអស់ច្រើនអញ្ចឹងហើយរឿងដែលខ្ញុំធ្វើហ្នឹងគឺកក់សវត្ថយន្តហោះទាំងអស់គ្នាបានកក់សវត្ថយន្តហោះទៅប្រទេសកូរ៉េការកក់សវត្ថយន្តហោះក្នុងទីសតមានន័យថាគឺខ្ញុំអត់ពឹងពាក់ទៅលើagencyទេគឺខ្ញុំព្យាយាមកក់ខ្លួនឯងហ្មងនិយាយទៅយើងចង់រៀនចង់កក់អីខ្លួនឯងអញ្ចឹងណាចាដល់ពេលដែលរៀនហ្នឹងខ្ញុំគិតថាដូចជាអត់អីជាពិបាកទាំងអស់គ្នាគ្រាន់តែកក់សវត្ថយន្តហោះទៅប្រទេសណាមួយយើងគ្រាន់តែចូលទៅក្រុមហ៊ុនហ្នឹងហើយធ្វើតាមលក្ខខណ្ឌតកៈរបស់គេអញ្ចឹងណាថ្ងៃហើយបន្ទាប់ទៅពេលដែលខ្ញុំកក់ហ្នឹងគឺអត់មានបញ្ហាអីសោះទាំងអស់គ្នាគឺភេលុយភេអីឲ្យគេធម្មតាចេញសវត្ថយន្តហោះអីមកធម្មតានិយាយទៅស្រួលមហាសានស្រួលតែរឿងមួយដែលខ្ញុំមិនគួរឲ្យជឿនោះមានន័យថាអូខ្ញុំនិយាយឲ្យហួសចិត្តហ្មងសារតែខ្ញុំទិញហ្នឹងគឺនៅម៉ោង12:00ជាងអ្នកគ្នាខ្ញុំបង្ហាញអ្នកទាំងអស់គ្នាម៉ោងដែលខ្ញុំកក់នឹងឲ្យមើលទុកជាឧទាហរណ៍អញ្ចឹងខ្ញុំនឹងប្រាប់ទាំងអស់គ្នាថាកក់មិនបានយើងមើលទៅវាអត់ខុសថ្ងៃខ្ញុំដាក់ឧទាហរណ៍នៅខាងលើអញ្ចឹងខ្ញុំបាន note កន្លែងសញ្ញាក្រហមម៉ោង00:10ហើយនឹងតទៅជាមួយនឹងថ្ងៃអញ្ចឹងករណីហ្នឹងអ្នកទាំងអស់គ្នាអាចទៅថ្ងៃទី2ខែ2បានទេតិចច្រឡំទៅយប់ថ្ងៃទី2ខែ2អីទៅ check in អីគឺថាចប់ហើយពេលហ្នឹងអ្នកទាំងអស់គ្នាត្រូវទៅ check in នៅថ្ងៃទី1វិញណាសារតែម៉ោង00:10ជាងហ្នឹងមានន័យថាវាត្រូវឆ្លងថ្ងៃថ្មីហើយបើអ្នកទាំងអស់គ្នាទៅ check in ថ្ងៃទី2ហ្មងមានន័យថាហួសថ្ងៃហើយនិយាយទៅថ្ងៃដែលត្រូវទៅគឺថ្ងៃទី1យប់ថ្ងៃទី1អ្នកទាំងអស់គ្នាត្រូវទៅ check in នៅពលានយន្តហោះនិយាយទៅនេះគឺជាកំហុសដ៏ធំមួយដែលខ្ញុំគិតថាវាអាចមានអ្នកផ្សេងទៀតដែលគាត់យល់ច្រឡំអញ្ចឹងដែរនិយាយទៅលុយ$500សម្រាប់អ្នកផ្សេងខ្ញុំគិតថាតិចខ្ញុំមិនដឹងទេណាប៉ុន្តែសម្រាប់ខ្ញុំគិតថាលុយ$500គឺច្រើនខ្លាំងមែនទែនហើយណាមួយវាមិនកំហុសអីផ្សេងវាគ្រាន់តែកំហុសដែលយើងមើលអត់ជាក់លាក់ទៅតជាមួយថ្ងៃខែអ្នកនរគ្នាវាអាចភ័ន្តច្រឡំកន្លែងហ្នឹងដែរអញ្ចឹងអ្នកដែលគាត់មានកម្រងចង់ទៅស្រុកក្រៅហើយកក់ថ្ងៃអីអញ្ចឹងទៅត្រូវមើលកន្លែងហ្នឹងឲ្យច្បាស់លាស់ព្រោះកក់តាម agency ខ្ញុំគិតថាប្រហែលជាអីដោយសារ agency គេនឹងប្រាប់ថាយើងត្រូវឡើងយន្តហោះពេលណាអញ្ចឹងណាថ្ងៃអញ្ចឹងមកខ្ញុំថាបទពិសោធន៍នេះខ្ញុំគិតថាវាជាមេរៀនមួយដែលខ្ញុំគិតថាគួរតែចែកម្លែកឲ្យអ្នកទាំងអស់គ្នាព្រោះដោយសារពេលដែលខ្ញុំនៅពលានយន្តហោះដើម្បី check in ហ្នឹងគឺថាមិនមានតែខ្ញុំទេដែលទៅរបៀបទៅថ្ងៃហួសថ្ងៃអញ្ចឹងគឺមានច្រើនមែនតើដែលគាត់ច្រឡំថ្ងៃដូចខ្ញុំគិតថាបើសិនជាពេលហ្នឹងគឺខ្ញុំកក់ agency ខ្ញុំគិតថាអាចនឹងអត់ខ្វល់រឿងម៉ោងរឿងអីហ្នឹងយើងចាំទៅដល់ថ្ងៃគេប្រាប់ថាអូត្រូវឡើងយន្តហោះគឺយើងឡើងតែម្ដងហ្នឹងហើយអញ្ចឹងមិនថាយើងអាចរៀនពីវាទៅអស់$500មិនដឹងថាម៉ោងត្រូវចេញយន្តហោះម៉ោងពេលណាពេលណីអីចាអូនិយាយទៅហ្នឹងហើយខ្ញុំនិយាយមុនហ្នឹងគឺខ្ញុំចង់បញ្ជាក់តិចរឿងដែលកើតឡើងហ្នឹងគឺមិនទៅមកឥឡូវដែលខ្ញុំពងថតដាក់វីដេអូហ្នឹងទេគឺរឿងហ្នឹងគឺកើតឡើងរៀងយូរដែរហើយខ្ទង់1ឆ្នាំ2ឆ្នាំជាងហើយនឹងអ្នកគ្នាតែដោយសារទៅតែបានធ្វើវីដេអូហើយខ្ញុំគិតថាខ្ញុំគួរតែចែកម្លែកអញ្ចឹងក៏ខ្ញុំយកវីដេអូហ្នឹងកាត់ដើម្បីធ្វើសលេងតាក់ទងជាមួយនឹងមេរៀនដែលខ្ញុំកើតឡើងដែលខ្ញុំបានជួបនឹងតែម្ដងព្រោះដោយសារតែពេលកើតព្រាមចាអារម្មណ៍អត់មានអារម្មណ៍មកធ្វើវីដេអូអីអញ្ចឹងអង្គុយនិយាយទៅចានិយាយទៅទៅរៀងបើយើងនិយាយទៅរៀងអារម្មណ៍យើងរៀងហៀលដែរមិនយើងអាចមកនិយាយអង្គុយនិយាយរៀបរាប់ភាពអ្នកទាំងអស់គ្នាអញ្ចឹងហ្នឹងហើយអញ្ចឹងវាជាបទពិសោធន៍មួយដែលខ្ញុំគិតថាទាំងអស់គ្នាគួរតែដឹងដែរអញ្ចឹងរាល់ពេលដែលអ្នកទាំងអស់គ្នាកក់សម្បត្តិយន្តហោះឬក៏ទិញសម្បត្តិយន្តហោះអីមួយអ្នកទាំងអស់គ្នាត្រូវប្រយ័ត្នជាងគេគឺតាក់ទងជាមួយនឹងម៉ោងចេញម៉ោងចូលហើយគឺក៏ត្រូវតែច្បាស់តាក់ទងជាមួយនឹងថ្ងៃដែរហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនជួបរឿងដូចខ្ញុំទេអញ្ចឹងតាក់ទងជាមួយរឿងហ្នឹងគឺចប់ហើយមានតែប៉ុណ្្នឹងហើយវីដេអូនេះគឺជាវីដេអូតាំងពីអាទិត្យមុនម៉េចគឺតាំងពីបងស្រីខ្ញុំគាត់ត្រូវឡើងទៅប្រទេសកូរ៉េវិញខ្ញុំក៏យកវីដេអូហ្នឹងមកភ្ជាប់ជាមួយនឹងរឿងរ៉ាវដែលកើតឡើងហ្មងទៅសារតែរឿងរ៉ាវហ្នឹងវាកើតឡើងនៅពលានយន្តហោះដូចគ្នាដែរទេតែនិយាយលេងសើចពលានយន្តហោះរបស់យើងគឺធំខ្លាំងមែនណានិយាយទៅគឺទៅដំបូងមានអារម្មណ៍ថាអូយ excited ខ្លាំងមែនទែនហើយទៅទាំងអស់គ្នាអាចដើម្បីជៀសវាងកុំឲ្យចំណាយច្រើនទៅលើ transportation ទៅតងជាមួយការធ្វើដំណើរអីទាំងអស់គ្នាអាចជិះឡានក្រុងគឺថា free ទេអ្នកនរគ្នានិយាយទៅ free ហ្មងឡំ free មានន័យថាម្នាក់អស់$1,500ហើយ$1,500ខ្ញុំគិតថាវាអត់ច្រើនទេហ្មងដែលយើងអាចទទួលយកបានណាហើយបើមនុស្សចាស់ផងគេអត់យកលុយតែម្ដងហើយកូនក្មេងក៏គេអត់យកលុយដែរហើយកន្លែងគឺទលាយខ្លាំងដល់ពេលអ្នកនរគ្នាជិះទៅគឺអត់មានភ័យបារម្ភទេហើយបើកលឿនដូចឡានតាក់ស៊ីធម្មតាអញ្ចឹងជិះឡានក្រុងពេលអ្នកនរគ្នាជិះទៅមធ្យមវាអត់សូវលឿនហ្មងទេតែពេលអ្នកនរគ្នាមកវិញដោយសារតែឡានក្រុងគេរត់តាប់ពីម៉ោងខ្ញុំមិនដឹងថាចាប់ពីម៉ោងប៉ុន្មានដែរប៉ុន្តែដឹងថាចប់មកនៅម៉ោង11កន្លះហើយនៅពេលដែលខ្ញុំជួបបងប្អូនខ្ញុំហើយហ្នឹងគឺខ្ញុំចេញមកវិញគឺខ្ទង់ម៉ោង
đọc dạ tôi mà đọc mùi ta đọc mùi cột ý chẳng á ở cái này chỉ ở đó mà mạo nghe pe chi tới mà mạo chà pe mau với ở đó mà mạo nghe thông từ phần mạn này tí chà thạc tôi một phay này tí ơi mà đo tia mong giờ tới bọc sau chi lan con lương đi cứ tha rùm chua ra sa tay ở vì chất đo mong này có sầm rạ đấy đọc pe trắng bông nè bằng lan con cứ tha có bình nhập mau tia đây chẳng á là ngày chẳng vừa tha bầu bên cứ tha đuôi ho giờ tới đuôi trong ho mong cứ đây